មន្ទីរពេទ្យជាតិតេជោសន្តិភាពបានត្រៀមអគារចំនួន2និងគ្រែជិត1000ដែលបំពាក់សម្ភារៈបរិក្ខារពេទ្យនិងអុកស៊ីសែនរួចរាល់បន្ទាប់ពីកម្ពុជារកឃើញករណីជំងឺ COVID-19 ថ្មី GN.1 លោកវេជ្ជបណ្ឌិតសួនសមិទ្ធនាយកមន្ទីរពេទ្យជាតិតេជោសន្តិភាពបានថ្លែងប្រាប់បណ្ដាញសារព័ត៌មាននៅថ្ងៃទី19ខែឧសភាឆ្នាំ2025នេះថាគិតត្រឹមពេលនេះមន្ទីរពេទ្យបានត្រៀមអគារចំនួន2គ្រែជិត1000គ្រែដែលមានបំពាក់សម្ភារៈបរិក្ខារពេទ្យអុកស៊ីសែនឱសថនិងរថយន្តគិលានសង្គ្រោះរួមទាំងក្រុមគ្រូពេទ្យជំនាញរួចរាល់ដើម្បីត្រៀមសង្គ្រោះនិងអន្តរាគមន៍ជាបន្ទាន់បើមានករណីផ្ទុះរីករាលដាលនៃជំងឺ COVID-19 ថ្មី GN.1 ខណៈដែលកម្ពុជាបានរកឃើញករណីឆ្លងជំងឺ COVID-19 ប្រភេទថ្មីនេះលោកបានបន្តថាមកទល់នឹងពេលនេះនៅកម្ពុជាយើងមិនទាន់មានអ្នកជំងឺ COVID-19 មកសម្រាប់ព្យាបាលនៅមន្ទីរពេទ្យនៅឡើយទេតែទោះជាយ៉ាងណាគឺយើងត្រូវតែត្រៀមលក្ខណៈជាស្រេចនេះហើយបើក្នុងករណីមានអ្នកជំងឺច្រើនយើងក៏មានគ្រែថ្មីរាប់ពាន់ក៏ដូចជាសម្ភារៈគ្រប់គ្រាន់សម្រាប់សង្គ្រោះជានិច្ចការត្រៀមរៀបចំជាស្រេចនេះបានធ្វើឡើងបន្ទាប់ពីទទួលបានអនុសាសន៍ពីលោកសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិតសួនសមិទ្ធបានបញ្ជាក់បន្ថែមថាការត្រៀមលក្ខណៈជាស្រេចមិនមែនទើបតែរៀបចំពេលដែលកម្ពុជាបានរកឃើញករណីឆ្លងជំងឺ COVID-19 ប្រភេទថ្មីនោះទេគឺបានត្រៀមរួចរាល់ចាប់ពីមានការផ្ទុះរីករាលដាលខ្លាំងនៅតាមបណ្ដាប្រទេសជាពិសេសនៅប្រទេសជិតខាងយើងសូមជម្រាបថាមន្ទីរពេទ្យជាតិតេជោសន្តិភាពនេះបានសាងសង់ឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីកម្ពុជាដែលមានចំណុះជិត10000គ្រែដើម្បីត្រៀមលក្ខណៈជាស្រេចក្នុងការទ្រទ្រង់សភាពការរាតត្បាតជំងឺសកលមួយដែលនឹងមានកន្លែងសម្រាប់បម្រើសេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋយើងដោយមិនអោយមានការព្រួយបារម្ភឡើយទោះជាយ៉ាងនេះក្តីនៅព្រឹកថ្ងៃទី19ខែឧសភាឆ្នាំ2025នេះតាមរយៈលិខិតរបស់ក្រសួងសុខាភិបាលពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រាប់ឲ្យនាយកមន្ទីរពេទ្យជាតិនិងប្រធានមន្ទីរសុខាភិបាលរាជធានីខេត្តនិងផ្នែកពាក់ព័ន្ធបានជំរុញឲ្យមានការចាក់វ៉ាក់សាំង COVID-19 រំលឹកដល់ប្រជាពលរដ្ឋអាយុចាប់ពី12ឆ្នាំឡើងដើម្បីបង្ការជាមុនសម្ដៅធានាភាពស៊ាំសហគមន៍ទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ឆ្នាំ2025លិខិតរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថាដោយរកឃើញមានការឆ្លងដោយកន្លែងនៃជំងឺ COVID-19 ថ្មី GN1 កន្លងមកដូចនេះដើម្បីបង្ការជាមុនសម្ដៅធានាភាពស៊ាំសហគមន៍និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ថ្មីក្រសួងសុខាភិបាលបានណែនាំដល់នាយកមន្ទីរពេទ្យជាតិនិងប្រធានមន្ទីរសុខាភិបាលរាជធានីខេត្តជំរុញការចាក់វ៉ាក់សាំង COVID-19 រំលឹកដល់ប្រជាជនអាយុ12ឆ្នាំឡើងរាល់6ខែម្ដងតាមយុទ្ធសាស្ត្រនៃការចាក់រំលឹកវ៉ាក់សាំង COVID-19 ជាពិសេសសូមលើកទឹកចិត្តមកទទួលវ៉ាក់សាំងដើម្បីការពារជំងឺ COVID-19 ថ្មីសម្រាប់ជនវ័យចាស់ជនចាស់ជរាអ្នកមានជំងឺរ៉ាំរ៉ៃនិងមានភាពសមថយចុះជាដើមដូចខាងក្រោម 1. ផ្ដល់វ៉ាក់សាំង COVID-19 ជាប្រចាំនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈរួមមានមន្ទីរពេទ្យជាតិនិងមណ្ឌលសុខភាព 2. ផ្ដល់វ៉ាក់សាំង COVID-19 ដោយរួមបញ្ចូលជាមួយសកម្មភាពចុះផ្ដល់សេវាសុខភាពមូលដ្ឋាន